ខ្ញុំប្រើប្រាស់ជាមួយនឹង Hunter 350 Tokyo Black ចាបងជំរាបសួរខ្ញុំឈ្មោះរ៉ាឌីការងារសប្តាហ៍ថ្ងៃរបស់ខ្ញុំគឺ freelancer នៃ Architecture ឧបសគ្គមានបងដំបូងឡើយខ្ញុំគិតថាខ្ញុំមិនអាចជិះបានទេព្រោះអីវាថ្មីសម្រាប់ខ្ញុំពេកខ្ញុំប្រាប់អ្នកផ្ទះខ្ញុំថាប្រភេទដាក់លេខខ្ញុំអត់ប្រើទេដោយសារខ្ញុំមានអារម្មណ៍ថាញ៉ៃដល់ទៅពេលខ្ញុំស្គាល់ប្រភេទម៉ូតូ Hunter នេះនិយាយទៅស្រឡាញ់បងដល់ពេលស្រឡាញ់មិនក៏ត្រូវតែធ្វើដែរបងបំពេញចិត្តខ្លួនឯងហើយដល់ពេលជាក់ស្ដែងពេលខ្ញុំសម្រេចចិត្តខ្ញុំគិតថាខ្ញុំចង់ចំណេះអារម្មណ៍មួយនឹងដោយសារយើងស្រឡាញ់អញ្ចឹងខ្ញុំក៏រៀនជិះហើយឧបសគ្គធំបំផុតគឺម៉ូតូនឹងប្រើប្រភេទអមយ៉ាបងគឺពិបាកមែនតើខ្ញុំចំណាយពេលខ្ទង់មួយអាទិត្យទៅពីរអាទិត្យទៅអាចចេះជិះវាបានល្អបងនិយាយទៅខ្ញុំចិត្តស្និទ្ធមួយម៉ាក់អញ្ចឹងខ្ញុំប្រាប់គាត់ផងគាត់ថាខ្ញុំស្រឡាញ់ម៉ូតូ Hunter ចាមួយចុះពីគាត់ដំបូង reject ដែរគាត់ថាទៅស្រឡាញ់ម៉ូតូអញ្ចឹងហ្នឹងដូចម៉ូតូប្រុសហ្នឹងហើយខ្ញុំក៏ប្រាប់មូលហេតុផ្សេងអញ្ចឹងទៅគាត់ក៏ understand ខ្ញុំប៉ុន្តែបើកង់អត់ទេកង់គាត់ reject ហ្មងហើយគាត់អត់ដឹងទេគាត់សួរថាដំបូងហើយទិញម៉ូតូអីខ្ញុំអត់ហ៊ានឆ្លើយប្រាប់គាត់ត្រង់ហើយខ្ញុំសុកចិត្តប្រាប់គាត់ថាដាក់លេខខ្ញុំឆ្លើយតែប៉ុណ្្នឹងឯងបន្ទាប់មកដល់ពេលយកទៅដល់ផ្ទះแถบใบបងគួយទេសនាមកគាត់ថាមើលម៉ូតូដូចប្រុសខ្លួនជាស្រីហើយហាត់ក្រាតេទៀតអញ្ចឹងនៅថ្ងៃវាឡើងម៉ូតូជិះកាន់ដាវមួយទៀតដេញគេមកឥឡូវគាត់ understand ខ្ញុំវិញហើយខ្ញុំក៏ប្រាប់ពីមូលហេតុប្រាប់ពីផ្សេងហើយម្យ៉ាងទៀតគាត់អត់ចូលចិត្តម៉ូតូដែលលឺសំឡេងខ្លាំងណាបងប៉ុន្តែដល់ពេលគាត់ជាក់ស្ដែងគាត់លឺសំឡេងម៉ូតូខ្ញុំអត់អីទេបងវាអត់លឺខ្លាំងពេកលឺបែបសតុនប្រុសទេបងជាក់ស្ដែងបងខ្ញុំជិះរាល់ថ្ងៃគេមើលច្រើនមានអារម្មណ៍គួរឲ្យតាក់ទាញហ្មងបងហើយម្យ៉ាងទៀតដឹងស្រាប់អីមនុស្សស្រីជិះគាត់មើលទៅអូវ៉ាវដូចថ្ងៃមុនខ្ញុំជិះទៅហាងកាហ្វេមួយកន្លែងបន្ទាប់មកខ្ញុំអង្គុយនៅហ្នឹងហើយមានតុនៅជាប់ហ្នឹងគាត់រៀងវ័យចំណាស់ដែរខ្ទង់50ជាងអីគាត់និយាយគ្នាជាធីមគាត់ក៏ងាកមើលកន្លែងចំណតម៉ូតូគាត់ចាប់អារម្មណ៍ម៉ូតូហ្នឹងភ្លាមហ្មងហើយគាត់ក៏និយាយមួយគ្នាគាត់ថាអូម៉ូតូហ្នឹងស្អាតតែដូចជាមកពីប្រទេស brand ខាងអង់គ្លេសអញ្ចឹងណាបងគាត់ក៏ឃើញចៃដន្យពេលហ្នឹងខ្ញុំពេលញ៉ាំការពារសម្រាប់ស្បែកជើងបងគាត់ដឹងថាម៉ូតូខ្ញុំគាត់ក៏សួរព័ត៌មានផ្សេងបងនិយាយទៅគេមើលច្រើនបងហើយគេសួរច្រើនដូចគ្នាពីតម្លៃអាហ្នឹងមកពីណាអញ្ចឹងណាបងសម្រាប់ការចែកម្លែកទៅកាន់បងស្រីដែលគាត់ចង់ប្រើប្រាស់ម៉ូតូ Hunter ដូចខ្ញុំអញ្ចឹងទី1សម្រាប់ខ្ញុំគិតថាយើង make sure ថាយើងពិតជាស្រឡាញ់នៅពេលដែលយើងស្រឡាញ់យើងពុះវាធ្វើឲ្យបងហើយនៅពេលដែលយើងធ្វើបានយើងកាន់តែមានអារម្មណ៍ថាកាន់តែសប្បាយហើយប្រោតលើខ្លួនឯងគិតថាមនុស្សស្រីអាចជិះម៉ូតូធំបានហើយសម្រាប់ម៉ូតូហ្នឹងវាងាយស្រួលដែរសម្រាប់មនុស្សស្រីអាចជិះបានវាអត់ធ្ងន់ពេកវាមើលទៅ comfort អីអញ្ចឹងហើយស្រួលជិះបងហ្នឹងហើយសម្រាប់ការបត់បែននៅក្នុងក្រុងគឺងាយស្រួលបងផ្លូវទូចផ្លូវធំអីងាយស្រួលមកសម្រាប់ចំណុចដែលទៅខ្ញុំកាន់តែពេញចិត្តម៉ូតូហ្នឹងទី1ធម្មតាគឺមុនទិញគឺស្រឡាញ់ហើយដល់តែពេលខ្ញុំបានជិះផ្ទាល់នៅលើដងផ្លូវជាក់ស្ដែងខ្ញុំកាន់តែស្រឡាញ់គឺវាទី1ល្បឿនវាស្ទុះល្អសម្រាប់ខ្ញុំធ្លាប់ជិះតែពីមុនអត់សូវនេះទេដល់តែពេលខ្ញុំចង់ចែកអីវារៀងស្ទុះល្អទី2ស្រឡាញ់សំឡេងពងស៊ីម៉ាំងបងវាអត់សូវលឺខ្លាំងណាបងហើយលឺមកល្មមដែលស្ដាប់ទៅខ្ញុំចូលចិត្តស្ដាប់ហ្មងទាំងពេលប្រឆេះទាំងពេលរលស្មួលទៅមុខហើយម្យ៉ាងទៀតមានបំពាក់ភ្លើង LED មើលឆ្ងាយបងហើយម្យ៉ាងទៀតភ្ជាប់ជាមួយនឹងប្រាំង ABS ទាំងមុខទាំងក្រោយពេលខ្លះមានឧបសគ្គអីតាមផ្លូវអីអញ្ចឹងខ្ញុំអាចចាប់ប្រាំងបានតាន់ពេលវេលាល្អបងសម្រាប់ម៉ូតូហ្នឹងមុននឹងខ្ញុំទិញខ្ញុំក៏ស្រាវជ្រាវខ្លះដែរបងថាតើស៊ីសាំងខ្លាំងអត់ដោយសារធម្មតាម៉ូតូធំកម្លាំងធំអាចនឹងស៊ីខ្លាំងប៉ុន្តែខ្ញុំបានស្រាវជ្រាវគាត់ថា100គីឡូស៊ីអស់តែ2ទៅ3លីត្រទេបងអញ្ចឹងខ្ញុំគិតថាអត់អីទេបងហើយសម្រាប់សាំងឥឡូវឡើងថ្លៃក៏យើងបត់បែនទៅតាមហ្នឹងណាបងចាបងសម្រាប់ការ recommend បន្ទាប់ពីខ្ញុំបានប្រើប្រាស់ម៉ូតូ Hunter 350នេះក្នុងរយៈពេលខ្ទង់ចូលកន្លះឆ្នាំនេះខ្ញុំ recommend ថាបើសិនជាបងគាត់ចង់រកម៉ូតូណាប្រភេទម៉ូតូធំទាំងប្រុសទាំងនារីក៏ដោយគាត់អាចជ្រើសរើសប្រភេទនេះបានដោយសារអីដោយថាវាងាយស្រួលក្នុងការជិះនៅក្នុងពេញឬក៏ចុះតាមខេត្តឬក៏ទៅធ្វើការអីធម្មតាអីបានហើយវាងាយស្រួលបត់បែនហើយក៏វាអត់សូវស៊ីសាំងខ្លាំងដែរបងហើយសម្រាប់តម្លៃក៏សមរម្យអាចទទួលយកបានបងចាបងអរគុណ